បាទសូមជម្រាបសួរបងប្អូនជាទីគោរពបាទសូមស្វាគមន៍មកកាន់ Channel Skill Up KH បាទថ្ងៃនេះយើងនឹងរៀនអំពីមេរៀនមួយពាក់ព័ន្ធទៅនឹងរបៀបសរសេរផែនការអាជីវកម្មផ្លូវការបាទអញ្ចឹងយើងចូលដល់ Business Plan បាទអញ្ចឹងយើងចូលដល់មេរៀនយើងតែម្ដងគោលបំណងនៃផែនការអាជីវកម្មគឺយើងសំដៅទៅលើផ្នែកផ្ទៃខាងក្នុងនិងផ្ទៃខាងក្រៅបាទផ្ទៃខាងក្នុងគឺផ្ដល់ជូនថ្នាក់គ្រប់គ្រងនិងបុគ្គលិកនៅផែនទីបង្ហាញផ្លូវច្បាស់លាស់ជាមួយនឹងចំណុចដៅនិងគោលដៅដើម្បីតាមដាននិងវាយតម្លៃវឌ្ឍនភាពសម្រាប់ឯផ្នែកខាងក្រៅគឺបង្ហាញអំពីករណីវិនិយោគដល់អ្នកក្រៅផែនការអាជីវកម្មគឺជាឯកសារលក់ដែលលក់គំនិតអាជីវកម្មផលិតផលនិងបទពិសោធន៍បាទយើងសូមចូល slide ជាបន្តទៀតស្គាល់អ្នកអានរបស់អ្នកសម្រាប់ធនាគារនៅពេលដែលធនាគារអានផែនការអាជីវកម្មគឺផ្ដោតទៅលើសុវត្ថិភាពនិងលទ្ធភាពសងត្រឡប់នៃប្រាក់កម្ចីនៅពេលអ្នកវិនិយោគបានអានពីផែនការអាជីវកម្មគឺគាត់ស្វែងរកផលចំណេញខ្ពស់ទៅលើការវិនិយោគ Return on Investment និងជម្រើសដកខ្លួនចំណែកឯដៃគូអាជីវកម្មរបស់យើងវិញគឺគាត់ស្វែងយល់អំពីភាពស៊ីចង្វាក់គ្នានិងតម្លៃយូរអង្វែងនៃកិច្ចសហការបាទជាបន្តទៀតយើងចូលដល់រចនាសម្ព័ន្ធផែនការមាន9ចំណុចចំណុចទី1សេចក្តីសង្ខេបប្រតិបត្តិការចំណុចទី2ប្រវត្តិសង្ខេបចំណុចទី3ផលិតផលនិងសេវាកម្មចំណុចទី4ទីផ្សារនិងដៃគូប្រកួតប្រជែងចំណុចទី5ផែនការទីផ្សាររីឯចំណុចទី6ការផលិតនិងប្រតិបត្តិការចំណុចទី7ការគ្រប់គ្រងនិងគោលបំណងចំណុចទី8ហិរញ្ញវត្ថុនិងចំណុចទី9ហានិភ័យផលចំណេញនិងការដកខ្លួនបាទយើងចូលដល់ចំណុចទី1សេចក្តីសង្ខេបប្រតិបត្តិការសេចក្តីសង្ខេបប្រតិបត្តិការគឺជាឱកាសមាសរបស់យើងនេះគឺជាទំព័រតែមួយគត់ដែលអ្នកអាចប្រាកដថានឹងត្រូវបានអានវាគឺជាឱកាសល្អបំផុតដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អ្នកអានចាប់ផ្ដើមជាមួយនឹងសេចក្តីថ្លែងការណ៍តែមួយឃ្លាដែលច្បាស់លាស់និងទាក់ទាញបំផុតអំពីគំនិតអាជីវកម្មរបស់អ្នកបាទជាបន្តទៀតយើងចូលដល់ចំណុចទី2ប្រវត្តិសង្ខេបគឺបង្ហាញអំពីភាពប្លែកគេតាក់ទងទៅនឹងប្រវត្តិតើយើងនៅចំណុចណាហើយតើយើងសម្រេចបានអ្វីខ្លះហើយចំណុច slide ទី3និយាយអំពីផលិតផលឬសេវាកម្មសម្រាប់ផលិតផលគឺជាការពិពណ៌នាច្បាស់លាស់អំពីអ្វីដែលផលិតផលធ្វើនិងអត្ថប្រយោជន៍សម្រាប់អតិថិជនភាពខុសគ្នាបង្ហាញអំពីគុណសម្បត្តិប្រកួតប្រជែងដែលពិបាកនឹងចម្លងតាមបាទចូលដល់ចំណុចទី4តាក់ទងទៅនឹងទីផ្សារនិងដៃគូប្រកួតប្រជែងគឺការយល់ដឹងអំពីទំហំទីផ្សារនិងសន្ទុះកំណើនគឺជាគន្លឹះនៃទំនុកចិត្តហិរញ្ញវត្ថុដែលមានឆ្នាំទី1ឆ្នាំទី2ឆ្នាំទី3ឆ្នាំទី4និងឆ្នាំទី5ក្រាបបង្ហាញអំពីកំណើនទីផ្សារគោលដៅនិងឱកាសដែលយើងអាចចាប់យកបានបាទចូលដល់ចំណុចទី5ពាក់ព័ន្ធទៅនឹងផែនការទីផ្សារផែនការទីផ្សារយើងបែងចែកជាយុទ្ធសាស្ត្រចំណុចផ្ដោតសំខាន់គោលដៅសម្រាប់នៅក្នុងយុទ្ធសាស្ត្រយើងមានការកំណត់តម្លៃចំណែកឯចំណុចផ្ដោតសំខាន់នៅក្នុងយុទ្ធសាស្ត្រការកំណត់តម្លៃនោះគឺ cost plus ឬក៏ demand based ចំណែកឯគោលដៅសម្រេចបានគឺរក្សាគែមប្រាក់ចំណេញ margins ចំណែកឯយុទ្ធសាស្ត្រការផ្សព្វផ្សាយសំដៅទៅលើចំណុចផ្ដោតសំខាន់នោះគឺ editorial direct mail ហើយ trade fairs សម្រាប់គោលដៅសម្រេចគឺការកសាងម៉ាកយីហោដោយចំណាយតិចយុទ្ធសាស្ត្រការចែកចាយគោលដៅផ្ដោតនៅក្នុងការចែកចាយនោះគឺ direct sale agents online គោលដៅសម្រេចនៅក្នុងនោះគឺពង្រីកវិសាលភាពភូមិសាស្ត្របើយើងចូលដល់ចំណុច slide នៅក្នុងចំណុចទី6គឺការផលិតនិងប្រតិបត្តិការខ្សែចង្វាក់ផលិតកម្មដំណើរការផលិតប្រកបដោយប្រសិទ្ធភាពរីឯការគ្រប់គ្រងស្តុកការចែកចាយនិងភស្តុភារកម្មទាន់ចិត្តការត្រួតពិនិត្យគុណភាពគឺធានាឲ្យបាននៅបទដ្ឋានខ្ពស់បំផុតបាទចូលដល់ចំណុចទី7គឺការគ្រប់គ្រងនិងគោលបំណងមនុស្សមានអាទិភាពជាងផលិតផលសម្រាប់អ្នកវិនិយោគតែងតែមើលលើអ្នកជិះសេះមុននឹងមើលសេះបង្ហាញផុសតាងថាក្រុមរបស់អ្នកមានបទពិសោធន៍មានជំនាញមានចំណេះដឹងដែលបំពេញឲ្យគ្នាទៅវិញទៅមកដើម្បីសម្រេចបាននៅគោលដៅដែលបានកំណត់បាទជាបន្តទៀតយើងចូលដល់ចំណុច slide ក្នុងចំណុចលេខ8គឺហិរញ្ញវត្ថុក្នុងហិរញ្ញវត្ថុនោះគឺមានការលក់
ដែលរំពឹងទុកឆ្នាំទី1 ការលក់ដែលរំពឹងទុកឆ្នាំទី2 ការលក់រំពឹងទុកឆ្នាំទី3 ក្នុងនោះគឺបញ្ជាក់អំពីតម្រូវការហិរញ្ញវត្ថុនិងលំហូរសាច់ប្រាក់តាមរយៈតួលេខជាក់ស្ដែងបាទចូលដល់ចំណុចទី9ចុងក្រោយគឺហានិភ័យផលចំណេញនិងការដកខ្លួនអាជីវកម្មដែលចាស់ទុំមិនមែនមើលឃើញតែភាពជោគជ័យមួយនោះទេគឺត្រូវហ៊ានប្រឈមមុខនឹងហានិភ័យដឹងអំពីផលចំណេញច្បាស់លាស់និងមានផ្លូវដកខ្លួនប្រកបដោយសុវត្ថិភាពសម្រាប់អ្នកវិនិយោគទុនបាទយើងមានចំនួន9ចំណុចនេះបើបងប្អូនមានអ្វីដែលជាសំណួរអាចសួរបានបាទសូមចងចាំថាផែនការអាជីវកម្មគឺជាឧបករណ៍លក់វាធ្វើឲ្យមានភាពទាក់ទាញនិងគួរឲ្យជឿជាក់បំផុតបាទសូមអរគុណសូមជម្រាបលា